បំពន់សុខភាពផ្លូវភេទស្វែងយល់ពីចំណង់និងតិចនិចបង្កើនក្តីសុខសម្រាប់ដៃគូជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Healthy XY នៅក្នុងសង្គមយើងមនុស្សជាច្រើននៅតែមានភាពអៀនខ្មាស់ក្នុងការជជែកពីរឿងផ្លូវភេទប៉ុន្តែតាមពិតទៅសុខភាពផ្លូវភេទគឺជាផ្នែកមួយមិនអាចខ្វះបាននៃសុខភាពទូទៅការដែលដៃគូយល់ដឹងពីចំណង់របស់គ្នាទៅវិញទៅមកនឹងជួយឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំនិងផ្អែមល្ហែមនៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់អំពីប្រធានបទដ៏រសើបនេះតាមបែបវិទ្យាសាស្ត្រនិងបច្ចេកទេសចាប់ពីយន្តការនៃចំណង់ផ្លូវភេទបញ្ហាប្រឈមដែលបុរសនិងស្ត្រីជួបប្រទះរហូតដល់តិចនិចបង្កើនភាពស្និទ្ធស្នាលឲ្យបានយូរអង្វែងសូមទស្សនាឲ្យដល់ចប់ដើម្បីកសាងជីវិតលើក្រែដ៏មានក្តីសុខចំណុចទី1ស្វែងយល់ស៊ីជម្រៅពីចំណង់ផ្លូវភេទឬ libido ចំណង់ផ្លូវភេទមិនមែនជារឿងចៃដន្យឬកើតឡើងដោយឯងនោះទេប៉ុន្តែវាគឺជាដំណើរការជីវសាស្ត្រដ៏ស្មុគស្មាញមួយដែលកើតចេញពីការប្រទាក់ក្រឡាគ្នារវាងប្រព័ន្ធអរម៉ូននិងស្ថានភាពផ្លូវចិត្តការយល់ដឹងពីភាពខុសគ្នានៃយន្តការចំណង់រវាងបុរសនិងស្ត្រីគឺជាគន្លឹះដំបូងក្នុងការកសាងភាពស្និទ្ធស្នាលក្នុងគ្រួសារ 1. ចំណង់របស់បុរស The visual and physical drive សម្រាប់បុរសចំណង់ផ្លូវភេទមានលក្ខណៈឆេះលឿននិងផ្ទាល់ការមើលឃើញនិងការប៉ះពាល់ចំណង់របស់បុរសច្រើនផ្ដើមចេញពីចក្ខុវិញ្ញាណនិងការប៉ះពាល់ផ្នែករាងកាយភ្លាមៗនេះជាមូលហេតុដែលបុរសងាយនឹងមានអារម្មណ៍ពុះកញ្ជ្រោលក្នុងរយៈពេលខ្លីបំផុតតូតារៀនរបស់អរម៉ូននេះដើរតួជាអ្នកបញ្ឆេះម៉ាស៊ីនដ៏សំខាន់កម្រិតអរម៉ូនតូតារៀនខ្ពស់ធ្វើឲ្យបុរសមានថាមពលនិងចំណង់ខ្លាំងប្រសិនបើអរម៉ូននេះធ្លាក់ចុះវានឹងធ្វើឲ្យបុរសបាត់បង់ចំណង់និងមានអារម្មណ៍អស់កម្លាំងលែងចង់ស្និទ្ធស្នាលជាមួយដៃគូ 2. ចំណង់របស់ស្ត្រី The emotional and contextual drive ផ្ទុយពីបុរសចំណង់ផ្លូវភេទរបស់ស្ត្រីមានភាពស្មុគស្មាញនិងត្រូវការពេលវេលាច្រើនជាងអាទិភាពនៃផ្លូវចិត្តសម្រាប់ស្ត្រីចំណង់ផ្លូវភេទមិនមែនផ្ដើមចេញពីរាងកាយភ្លាមនោះទេប៉ុន្តែវាត្រូវការការកក់ក្ដៅផ្លូវចិត្តជាមុនសិនស្ត្រីត្រូវការមានអារម្មណ៍ថាខ្លួនត្រូវបានគេស្រឡាញ់ត្រូវបានគេឲ្យតម្លៃនិងមានសុវត្ថិភាពក្នុងទំនាក់ទំនងបរិបទជុំវិញខ្លួនចំណង់រាងកាយរបស់ស្ត្រីនឹងត្រូវបិទចិត្តភ្លាមប្រសិនបើគាត់មានអារម្មណ៍ថាថប់បារម្ភហត់នឿយនឹងការងារផ្ទះឬមានចំនួនដែលមិនទាន់ដោះស្រាយជាមួយស្វាមីដូច្នេះសម្រាប់ស្ត្រីខួរក្បាលគឺជាសរីរាង្គផ្លូវភេទដ៏សំខាន់បំផុត 3. កត្តាសម្រាប់ចំណង់ The libido killers មានកត្តាមួយចំនួនដែលជាសត្រូវលេខ1ធ្វើឲ្យអរម៉ូនផ្លូវភេទធ្លាក់ចុះទាំងបុរសនិងស្ត្រី Stress នៅពេលមនុស្សមាន stress រាងកាយនឹងបញ្ចេញអរម៉ូន cortisol ដែលវាទៅរារាំងនិងបន្សាបអរម៉ូនផ្លូវភេទការគេងមិនគ្រប់គ្រាន់រ៉ាំរ៉ៃការគេងគឺជាពេលវេលាដែលរាងកាយផលិតនិងតុល្យភាពអរម៉ូនការដាច់យប់ឬគេងមិនស្កប់ស្កល់ធ្វើឲ្យកម្រិតអរម៉ូនភេទធ្លាក់ចុះយ៉ាងគំហុកការប្រើប្រាស់ថ្នាំពេទ្យថ្នាំមួយចំនួនដូចជាថ្នាំបញ្ចុះសម្ពាធឈាមឬថ្នាំប្រឆាំងការបាក់ទឹកចិត្តអាចមានផលប៉ះពាល់ធ្វើឲ្យចំណង់ផ្លូវភេទថយចុះការដែលស្វាមីភរិយាយល់ពីភាពខុសគ្នានេះនឹងជួយឲ្យពួកគាត់លែងមានការបន្ទោសគ្នាស្វាមីត្រូវរៀនចេះលួងលោមនិងជួយសម្រាលបន្ទុកផ្លូវភេទភរិយាដើម្បីបើកទ្វារចំណង់របស់គាត់ចំណែកភរិយាក៏ត្រូវយល់ពីយន្តការធម្មជាតិរបស់ស្វាមីដើម្បីផ្ដល់ផ្ដើមកក់ក្ដៅឲ្យគ្នាទៅវិញទៅមកចំណុចទី2បញ្ហាសុខភាពផ្លូវភេទនិងដំណោះស្រាយបច្ចេកទេសបញ្ហាលើក្រែមិនមែនជារឿងគួរឲ្យខ្មាស់អៀនដែលត្រូវលាក់បាំងរហូតដល់ប្រេះឆាសុភមង្គលនោះទេការយល់ដឹងពីឫសគល់នៃបញ្ហានិងការប្រើប្រាស់បច្ចេកទេសត្រឹមត្រូវគឺជាសោរគ្រាប់ចុចក្នុងការបើកទ្វារនៃក្តីសុខឡើងវិញ 1. បញ្ហាសុខភាពផ្លូវភេទបុរសសមត្ថភាពនិងភាពធន់បុរសភាគច្រើនតែងតែមានសម្ពាធផ្លូវចិត្តខ្លាំងនៅពេលជួបបញ្ហាទាំងនេះបញ្ហាខ្សោយសមត្ថភាពនេះជាស្ថានភាពដែលលីងមិនអាចឡើងរឹងឬមិនអាចរក្សាភាពរឹងបានយូរបញ្ហានេះច្រើនបណ្ដាលមកពីកត្តាសរសៃឈាមដែលមានប្រភពពីការជក់បារី
គ្រឿងស្រវឹងឬជំងឺរ៉ាំរ៉ៃដូចជាលើសឈាមនិងទឹកនំផ្អែមដំណោះស្រាយគឺការកាត់បន្ថយជាតិស្រវឹងការហាត់ប្រាណបង្កើនចរន្តឈាមនិងការពិគ្រោះជាមួយគ្រូពេទ្យជំនាញការបញ្ចេញទឹកកាមលឿនពេកបញ្ហានេះបង្កឡើងដោយកត្តាចិត្តសាស្ត្រដូចជាភាពភ័យព្រួយឬសម្ពាធផ្លូវចិត្តខ្លាំងពេកស្វាមីមិនគួរមានអារម្មណ៍អន់ចិត្តឡើយប៉ុន្តែត្រូវសាកល្បងតិចនិចឈប់ហើយចាប់ផ្ដើមនឹងការធ្វើលំហាត់ប្រាណ Kegel បែបបុរសដើម្បីពង្រឹងសាច់ដុំដែលគ្រប់គ្រងការបញ្ចេញទឹកកាម 2. បញ្ហាសុខភាពផ្លូវភេទស្ត្រីភាពស្ងួតនិងការឈឺចាប់ស្ត្រីច្រើនតែជួបបញ្ហាដែលធ្វើឲ្យគាត់លែងចង់ស្និទ្ធស្នាលភាពស្ងួតនិងការឈឺចាប់នេះគឺជាឧបសគ្គធំបំផុតដែលធ្វើឲ្យស្ត្រីមានអារម្មណ៍ខ្លាចរឿងលើក្រែភាពស្ងួតនេះអាចបណ្ដាលមកពីការប្រែប្រួលអរម៉ូនក្រោយសម្រាលបុត្រឬស្ត្រីដែលខិតជិតវ័យអស់រដូវកង្វះការបបរអង្អែលស្ត្រីត្រូវការពេលវេលាច្រើនដើម្បីឲ្យរាងកាយបញ្ចេញទឹករំអិលធម្មជាតិប្រសិនបើការចាប់ផ្ដើមធ្វើឡើងលឿនពេកដោយគ្មានការបបរអង្អែលត្រឹមត្រូវវានឹងបង្កឲ្យមានការកកិតនិងឈឺចាប់ដែលជាសញ្ញាអវិជ្ជមានដល់អារម្មណ៍ផ្លូវភេទ 3. អាចកំបាំងនៃ foreplay និងដំណោះស្រាយបច្ចេកទេសស្ត្រីនេះគឺជាគន្លឹះដែលប្តីប្រពន្ធគ្រប់រូបត្រូវតែអនុវត្តការចំណាយពេលបបរអង្អែលដៃគូត្រូវយល់ថាការបបរអង្អែលមិនមែនត្រឹមតែ5នាទីនោះទេសម្រាប់ស្ត្រីវាគួរតែចំណាយពេលពី15ទៅ20នាទីដើម្បីឲ្យប្រព័ន្ធប្រសាទនិងរាងកាយត្រៀមខ្លួនបានពេញលេញវារួមបញ្ចូលទាំងការថើបការអោបនិងការនិយាយពាក្យផ្អែមល្ហែមការប្រើប្រាស់ជែលរំអិលកុំអៀនខ្មាស់ក្នុងការប្រើប្រាស់ផលិតផលជំនួយជែលរំអិលដែលផ្អែកលើជាតិទឹក water base គឺជាជំនួយការដ៏អស្ចារ្យដែលជួយកាត់បន្ថយការកកិតបំបាត់ការឈឺចាប់និងធ្វើឲ្យការរួមភេទមានភាពរលូននិងមានក្តីសុខបំផុតវាជួយដោះស្រាយបញ្ហាបានរហូតដល់ 80% នៃបញ្ហាឈឺចាប់របស់ស្ត្រីបញ្ហាសុខភាពផ្លូវភេទគឺជារឿងបច្ចេកទេសនិងសុខភាពដែលអាចដោះស្រាយបានតាមរយៈការយល់ដឹងនិងការសហការគ្នារវាងដៃគូការហ៊ានចែកគ្នាដោយចំហពីបញ្ហាដែលកំពុងជួបប្រទះគឺជាថ្នាំព្យាបាលដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ជីវិតអាពាហ៍ពិពាហ៍ចំណុចទី3តិចនិចបង្កើនភាពស្និទ្ធស្នាលនិងក្តីសុខទ្វេដងការរក្សាកម្ដៅស្នេហ៍នៅលើក្រែឲ្យនៅតែផ្អែមល្ហែមនិងមានភាពថ្មីថ្មោងជានិច្ចមិនមែនជារឿងចៃដន្យឡើយប៉ុន្តែវាទាមទារនូវសិល្បៈនៃការទំនាក់ទំនងនិងការច្នៃប្រឌិតរួមគ្នានៅពេលដែលប្តីប្រពន្ធហ៊ានជជែកនិងសាកល្បងអ្វីដែលថ្មីនោះជីវិតអាពាហ៍ពិពាហ៍នឹងលែងមានភាពសាញ់ញ៉ាំ 1. សិល្បៈនៃការទំនាក់ទំនងលើក្រែ The art of sexual communication ការយល់ចិត្តគ្នាគឺជាសោរគ្រាប់ចុចដ៏សំខាន់បំផុតបើកចំហដៃគូត្រូវហ៊ាននិយាយប្រាប់គ្នាដោយត្រង់ៗនិងដោយក្តីមេត្តាថាតើអ្នកចូលចិត្តចំណុចណាឬតើបងចង់ឲ្យអូនធ្វើបែបណាកុំរងចាំឲ្យដៃគូទាយចិត្តអ្នកឡើយព្រោះការលាក់ទុកនៅអ្វីដែលខ្លួនចង់បាននឹងធ្វើឲ្យភាគីម្ខាងទៀតមិនដឹងពីវិធីបំពេញក្តីសុខឲ្យអ្នកបានត្រឹមត្រូវនោះទេការជជែកគ្នាដោយគ្មានការរិះគន់ការនិយាយពីរឿងលើក្រែគួរធ្វើឡើងក្នុងបរិយាកាសដែលរីករាយនិងគ្មានសម្ពាធការបង្កើតភាពភ្ញាក់ផ្អើលការផ្ញើសារផ្អែមល្ហែមបែបឌឺដងនៅពេលថ្ងៃការងូតទឹកជាមួយគ្នាឬការរៀបចំបន្ទប់ឲ្យមានពន្លឺភ្លើងទៀននិងក្លិនក្រអូបគឺជាតិចនិចតូចតាចតែមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើតបរិយាកាសរ៉ូមែនទិក 3. លំហាត់ប្រាណពង្រឹងសមត្ថភាពនិងអារម្មណ៍ស្រើបស្រាលសុខភាពរាងកាយរឹងមាំនាំឲ្យក្តីសុខផ្លូវភេទកាន់តែប្រសើរលំហាត់ប្រាណ Kegel ទាំងបុរសនិងស្ត្រីគួរយល់ដឹងនិងហាត់ Kegel ឲ្យបានទៀងទាត់សម្រាប់ស្ត្រីវាកាត់បន្ថយបញ្ហាលេខនោមនិងជួយឲ្យតំបន់ពិសេសរួមតូចរឹងមាំចំណែកបុរសវាជួយពង្រឹងសមត្ថភាពនិងភាពធន់បានយូរជាងមុននេះគឺជាគន្លឹះដែលជួយឲ្យដៃគូទទួលបានអារម្មណ៍ស្រើបស្រាលកាន់តែខ្លាំងនិងមានក្តីសុខជាមួយគ្នាបានកាន់តែយូរការហាត់ប្រាណទូទៅការហាត់ប្រាណជួយឲ្យឈាមរត់បានល្អដល់គ្រប់ផ្នែកនៃរាងកាយរួមទាំងតំបន់ពិសេសផងដែរដែលជាកត្តាចម្បងក្នុងការបង្កើនចំណង់និងសមត្ថភាពផ្លូវភេទ
ភាពស្និទ្ធស្នាលមិនមែនកើតឡើងដោយឯងរហូតនោះទេប៉ុន្តែវាត្រូវការការថែទាំនិងការច្នៃប្រឌិតពីដៃគូទាំងសងខាងការហ៊ាននិយាយការហ៊ានសាកល្បងនិងការថែទាំសុខភាពរាងកាយរួមគ្នាគឺជាមាគ៌ាឆ្ពោះទៅរកជីវិតលើក្រេដែលពោរពេញដោយស្នាមញញឹមនិងក្តីសុខពិតប្រាកដចំណុចទី4អាហារូបត្ថម្ភពង្រឹងកម្លាំងនិងចំណង់អ្វីដែលអ្នកទទួលទានជារៀងរាល់ថ្ងៃមិនត្រឹមតែជួយដល់សុខភាពរាងកាយទូទៅប៉ុណ្ណោះទេប៉ុន្តែវាជះឥទ្ធិពលផ្ទាល់ដល់សមត្ថភាពផ្លូវភេទចរន្តឈាមនិងតុល្យភាពអរម៉ូនការជ្រើសរើសរបបអាហារដែលត្រឹមត្រូវគឺជាវិធីសាស្ត្រធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការបង្កើនចំណង់និងពង្រឹងភាពស្និទ្ធស្នាល 1. អាហារូបត្ថម្ភសម្រាប់បុរសពង្រឹងសមត្ថភាពនិងគុណភាពមីជីវិតសម្រាប់បុរសអាហារដែលជួយដល់ចរន្តឈាមនិងការផលិតអរម៉ូនតេស្តូស្តេរ៉ូនគឺចាំបាច់បំផុតអាហារសម្បូរជាតិស័ង្កសីជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ការផលិតអរម៉ូនបុរសនិងគុណភាពមីជីវិតអាហារដែលសម្បូរជាតិស័ង្កសីរួមមានគ្រឿងសមុទ្រសាច់គោនិងគ្រាប់ល្ពៅបន្លែនិងផ្លែឈើដែលជួយដល់សរសៃឈាមផ្លែឪឡឹកមានផ្ទុកសារធាតុស៊ីត្រូលីនដែលជួយឲ្យសរសៃឈាមរីកធំនិងរត់បានល្អដល់តំបន់ពិសេសចំណែកបន្លែបៃតងចាស់ៗក៏ជួយបង្កើនកម្រិតអាសូតអុកស៊ីតនីត្រិកអុកសាយដែលជួយដល់ការឡើងរឹងបានល្អ 2. អាហារូបត្ថម្ភសម្រាប់ស្ត្រីគុណភាពសម្រាប់ស្ត្រីអាហារដែលជួយដល់ការចរាចរឈាមនិងតុល្យភាពអារម្មណ៍និងជួយបង្កើនចំណង់ផ្លូវភេទបានយ៉ាងប្រសើរសូកូឡាខ្មៅជួយឲ្យរាងកាយបញ្ចេញសារធាតុហ្វេនីឡាទីឡាមីននិងសេរ៉ូតូនីនដែលជាសារធាតុក្តីសុខក្នុងខួរក្បាលជួយបង្កើនអារម្មណ៍រីករាយនិងកាត់បន្ថយស្ត្រេសផ្លែបឺរនិងគ្រាប់ធញ្ញជាតិផ្លែបឺរសម្បូរទៅដោយខ្លាញ់ល្អនិងវីតាមីន E ដែលជួយឲ្យរាងកាយចរាចរឈាមដល់តំបន់ពិសេសនិងជួយរក្សាសំណើមគ្រាប់ធញ្ញជាតិដូចជាគ្រាប់អាម៉ុនឬគ្រាប់វ៉លណាត់ក៏ជួយដល់តុល្យភាពអរម៉ូនស្ត្រីផងដែរ 3. សារៈសំខាន់នៃរបបអាហារដែលមានតុល្យភាពជៀសវាងជាតិស្ករនិងខ្លាញ់អាក្រក់ជាតិស្ករនិងខ្លាញ់អាក្រក់ច្រើនពេកនាំឲ្យស្ទះសរសៃឈាមនិងកាត់បន្ថយសមត្ថភាពផ្លូវភេទទាំងបុរសនិងស្ត្រីការផឹកទឹកឲ្យបានគ្រប់គ្រាន់ជាតិទឹកជួយឲ្យចរន្តឈាមរត់បានស្រួលនិងជួយឲ្យរាងកាយបញ្ចេញជាតិពុលដែលធ្វើឲ្យអារម្មណ៍និងកម្លាំងមានភាពស្រស់ស្រាយការទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់រួមជាមួយនឹងការហាត់ប្រាណទៀងទាត់មិនត្រឹមតែធ្វើឲ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេប៉ុន្តែវាគឺជាការថែទាំម៉ាស៊ីនស្នេហ៍ឲ្យដំណើរការបានយ៉ាងរលូននិងយូរអង្វែងបាតសរុបមកសុខភាពផ្លូវភេទនិងសុភមង្គលគ្រួសារមិនមែនជារឿងដាច់ដោយឡែកពីគ្នាឡើយកាលណាដៃគូទាំងសងខាងយល់ដឹងពីចំណេះដឹងទាំងនេះពួកគាត់នឹងលែងមានភាពអៀនខ្មាស់និងអាចកសាងចំណងស្នេហ៍មួយដែលរឹងមាំនិងមានក្តីសុខពិតប្រាកដប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច like និង share ទៅកាន់ដៃគូជីវិតរបស់អ្នកកុំភ្លេចចុច subscribe ដើម្បីទទួលបានមាតិកាអប់រំសុខភាពពី Healthy XY ជាប្រចាំសូមអរគុណនិងជូនពរឲ្យបងប្អូនមានក្តីសុខជានិច្ច